ពេលយើងមកបដិសន្ធិក្នុងផ្ទៃម្ដាយហ្នឹងបុណ្យណាមួយក្នុងចំណោមបុណ្យជាច្រើនដែលយើងបានធ្វើហ្នឹងនាំឲ្យមកកើតជាមនុស្សក្នុងផ្ទៃម្ដាយហើយបុណ្យហ្នឹងកំណត់អាយុរបស់យើងហ្មងថាយើងត្រូវរស់នៅប្រហែល20 30 40 50 70ឆ្នាំអញ្ចឹងទៅលោកហៅថាជាណកកម្មបុណ្យដែលនាំឲ្យមកកើតជាមនុស្សប៉ុន្តែមនុស្សនឹងអាចរស់នៅដល់ប៉ុណ្ណឹងឬមិនប៉ុណ្ណឹងអាស្រ័យបុណ្យផ្សេងទៀតជួយឧបត្ថម្ភបើឧបមាថាបុគ្គលនឹងត្រូវរស់នៅដល់80ឆ្នាំប៉ុន្តែផឹកស៊ីបោឡែអត់ចេះថែអាសាសុខភាពមួម៉ៅក្តៅក្រហាយមានកម្មពៀវរាបាបហ្នឹងវាទៅបន្ថយបុណ្យនឹងវិញមកនៅធម្ម50 45ស្លាប់កើតជំងឺមហារីកឬក៏ស្អីចឹងទៅគ្រោះថ្នាក់សុវង្អូបនួទៅវាទៅកាត់បន់អស់20 30ឆ្នាំអញ្ចឹងក៏មានដែរអានឹងបាបទៅកាត់បន់លោកហៅថាឧបបិលកកម្មកម្មនឹងចូលទៅបៀតបៀនណាបន្ថយអាយុនឹងមកវិញប៉ុន្តែផ្ទុយទៅវិញបើឧទាហរណ៍ថាគាត់រៀបចំខ្លួនបានល្អញ៉ាំគេងហូបចុកហើយរស់នៅអត់មានកម្មពៀវរាអត់ធ្វើអក្រក់ដាក់អ្នកណាទេមានមិត្តមានភ័ក្រមនុស្សក៏ស្រឡាញ់ទេវតាក៏ជួយថែសារអ្នកនឹងរស់នៅរហូតដល់អាយុកាលរបស់គាត់អាយុខែរបស់គាត់ហើយអាចលឺលួសអីតិចតួចទៀតក៏មានដែរដោយអំណាចនៃកម្លាំងបុណ្យហ្នឹងអញ្ចឹងបើយើងចេះរៀបចំជីវិតពេលបច្ចុប្បន្នឲ្យល្អអាយុយើងរស់នៅរហូតដល់ថ្ងៃដែលជាអាយុខែរបស់យើងប៉ុន្តែបើយើងមិនចេះរៀបចំខ្លួនឲ្យល្អទេអាចស្លាប់មុនអាយុលោកហៅថាអកាលមរណៈអញ្ចឹងយើងព្យាយាមធ្វើល្អទៅបុណ្យហ្នឹងនឹងជួយថែរក្សាយើងការពារយើងមនុស្សក៏ស្រឡាញ់ទេវតាក៏ជួយថែរក្សា